បើសិនតែបងប្អូនមានល្ហុងជាមួយនឹងសាច់ជ្រូកក៏ដឹងធ្វើអីបងប្អូនអាចយកម្សៅធ្វើមួយមុខនេះបានណាស្លក្តៅល្ហុងជាមួយនឹងសាច់ជ្រូកមុខហ្នឹងខានញ៉ាំយូរដែររសជាតិគេបែបកូនកាត់ឆាក្តៅជាមួយនឹងស្លម្ជូរបងប្អូនមុនដំបូងខ្ញុំមិនលីងគ្រឿងហ្នឹងខ្ញុំលួចប្រហុកបន្តិចដែរពេលបុកគ្រឿងហើយបន្ថែមជាមួយនឹងសាច់ឆាឈ្ងុយមើលតែសាច់នឹងគ្រឿងឡើងឈ្ងុយហើយខ្ញុំក៏បន្ថែមគ្រឿងទេសចូលមានទឹកត្រីនិងប្រេងខ្យងត្រឡប់ដូចរាល់ដងខ្ញុំឆាគ្រឿងពីរមុខនឹងឲ្យឈ្ងុយសព្វចូលគ្នាល្អបាទខ្ញុំបន្ថែមស្ករសើស៊ុបប៊ីចេងអីហ្នឹងឆាគ្រឿងពីរបីត្រឡប់ខ្ញុំចាក់ល្ហុងចូលល្ហុងឆាជាមួយគ្រឿងហ្នឹងសិនណាឆាឲ្យចូលសព្វគ្នាល្អហើយយើងចាក់ទឹកចូលទឹកហ្នឹងចាក់ឲ្យវានៅប៉ែៗបងប្អូនហើយបន្ថែមអំពិលទុំប្រហែលជា3-4 គ្រាប់ដែរឲ្យវាកាត់តលាន់ណាមុខហ្នឹងយើងប្រើម្រះព្រៅលីងច្រើនតិចបងប្អូនបើបានស្លឹកម្រះព្រៅធំយកមកដាក់ជាមួយហ្នឹងរត់តែត្រូវក្លិនគ្នាល្អប៉ុណ្ណឹងរួចរាល់ហើយអរគុណបងប្អូនជួបគ្នាវីដេអូក្រោយ